ចិត្តជាម្ដាយចង់ឲ្យកូនបានល្អមានកន្លងធម៌មាគាជីវិតប្រពៃមិនចង់បានការតបស្នងសូមត្រឹមឲ្យកូនខ្លីបានយល់នៅដំឡៃនៃគុណមេត្តាភាពជោគជ័យមិនសមដល់ទ្រព្យសម្បត្តិឡើយសំខាន់ផ្លូវចិត្តធូរស្បើយគ្រួសារបានល្អមានញាតិមិត្តជុំវិញខ្លួនដែលមានចិនស្មងសទើបហៅថាបវរក្នុងជីវិត